អូខេសួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូទី29ដែលជាវីដេអូទាក់ទងទៅនឹងការរៀនបង្កើននៅវិទ្យាសាស្ត្រជារៀងរាល់ថ្ងៃរបស់យើងទាំងអស់គ្នាអញ្ចឹងយើងរៀនមួយថ្ងៃ5ពាក្យអញ្ចឹង365ថ្ងៃយើងអាចចេះបានប្រហែលពាក្យអញ្ចឹងយើងអាចគុណគូដោយខ្លួនឯងបានប៉ុន្តែមុននឹងអានពាក្យទាំងអស់នេះគុណម្ចាស់បងប្អូនដែលទៅតែចូលមកទស្សនាថ្មីសូមកុំភ្លេចជួយចុច Subscribe Channel YouTube ក៏ដូចជា Follow Facebook ហើយនិង TikTok របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំកណ្ដាលអាត្មាផុសទៅហើយនឹងបានឃើញមុនគេអូខេតោះចឹងយើងអានពាក្យទី1ទាំងអស់គ្នាពាក្យទី1ដែលយើងត្រូវរៀននៅក្នុងនេះគឺជា clear ជា phrase ដែលយើងត្រូវប្រើអញ្ចឹងតែម្ដងគឺយើងអានថា for the sake of ចឹងពាក្យថា for the sake of យើងប្រែមកថាដើម្បីឬក៏ដើម្បីប្រយោជន៍ដល់ដើម្បីប្រយោជន៍ដល់អីមួយចឹងទៅណាធ្វើអីមួយដើម្បីអីមួយធ្វើអីមួយដើម្បីប្រយោជន៍ដល់អីមួយចឹងណាហើយពាក្យទី2យើងអានថា transparency ចឹងពាក្យថា transparency ណា transparency យើងប្រែមកថាតម្លាភាពហើយពាក្យទី3ហ្នឹងយើងអានថា internal ចឹងពាក្យថា internal ពាក្យ internal កន្លែងនេះនៅក្នុងច្បាប់ប្រទេសច្បាប់អីចឹងកិច្ចការប្រទេសអីណាអានឹងគេប្រែថាផ្ទៃក្នុងផ្ទៃក្នុងប្រទេសអញ្ចឹងណាហើយពាក្យទី4យើងអានថា purpose ចឹងពាក្យថា purpose យើងប្រែមកថាគោលបំណងណាពាក្យថា purpose យើងប្រែមកថាគោលបំណងហើយពាក្យទី5ហ្នឹងជា clear មួយដែរគឺយើងអានថា former prime minister ចឹងពាក្យថា former prime minister យើងប្រែមកថាអតីតនាយករដ្ឋមន្ត្រីបើយើងចង់និយាយពីរដ្ឋមន្ត្រីបច្ចុប្បន្នអានឹងយើងប្រើពាក្យ current វីដេអូមុនគឺខ្ញុំកណ្ដាលអាត្មាមានហើយនៅក្នុងវីដេអូទីប្រហែលទេខ្ញុំកណ្ដាលអាត្មាភ្លេចយើងគុណម្ចាស់បងប្អូនអាចទៅរកមើលនៅបន្ថែមអញ្ចឹងយើងប្រើពាក្យថា current prime minister ហ្នឹងគេប្រើពាក្យគេប្រែថានាយករដ្ឋមន្ត្រីបច្ចុប្បន្នអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះគឺមានតែមានតែ5ពាក្យប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថានឹងបានជាប្រយោជន៍ដល់គុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាមុននឹងបញ្ចប់សូមកុំភ្លេចជួយចុច like comment share subscribe ហើយនិង follow Facebook ក៏ដូចជា TikTok YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងអញ្ចឹងសូមអរគុណនិងអរគុណ